បាទសូមគោរពនឹងជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនានិងស្ដាប់ជាមួយនឹង Channel ហោរាសាស្ត្រខ្មែរប្រចាំថ្ងៃសម្រាប់ថ្ងៃពុធ7កើតខែអាសាឍឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី2ខែកក្កដាឆ្នាំ2025ឆ្នាំជូតបាទឆ្នាំជូតរាសីអស់លោកអ្នកថ្ងៃនេះគឺល្អបង្គោលបាទរាល់កិច្ចការងារឬចំនួនជួញដូរប្រចាំថ្ងៃប្រព្រឹត្តទៅយ៉ាងរលូននឹងទទួលបានលៀបសក្ការៈច្រើនគួរសមគ្រាន់តែត្រូវចំណាយកម្លាំងកាយចិត្តច្រើនបន្តិចបាទថ្ងៃនេះគឺហាមមានកម្មវិធីជួបជុំមិត្តភ័ក្តិផឹកស៊ីដល់យប់ជ្រៅនិងត្រូវប្រយ័ត្នកូនចៅដល់ឆ្ងាយក្រែងមានលទ្ធផលមិនល្អកើតឡើងបាទចំពោះគ្រួសារនិងស្នេហាគឺមានតែភាពផ្អែមល្ហែមមិនមានភាពប្រកម្មប្រកោសអ្វីឡើយឆ្នាំឆ្លូវបាទឆ្នាំឆ្លូវគឺរាសីរបស់លោកអ្នកថ្ងៃនេះគឺល្អមធ្យមលោកអ្នកអាចនឹងមានអារម្មណ៍ថាហត់នឿយបន្តិចទាក់ទងទៅនឹងកិច្ចការងារក៏ដូចជារបររកស៊ីប្រចាំថ្ងៃតែសូមកុំអស់កម្លាំងចិត្តព្រោះអ្វីដែលយើងកំពុងតែគិតនិងអនុវត្តគឺជាការងារល្អដែលនាំឲ្យយើងរីកចម្រើននៅថ្ងៃអនាគតបាទចំពោះគ្រួសារនិងស្នេហាគឺមិនមានរឿងរកាមរកូលណាមួយឡើយគ្រាន់តែមិនសូវជាមានរឿងសប្បាយចិត្តនឹងគ្នាឆ្នាំខាលបាទឆ្នាំខាលគឺរាសីថ្ងៃនេះគឺឡើងខ្ពស់ត្រដែតអស់លោកអ្នកនឹងមានសំណាងធំដែលនាំមកដោយមនុស្សសម្បល់ខ្មៅមេធំម្នាក់ហើយមនុស្សនោះគឺជាមនុស្សដែលអ្នកធ្លាប់ស្គាល់ជាមួយគ្នាកន្លងមកគ្រាន់តែមិនសូវមានទំនាក់ទំនងនឹងគ្នាបាទចំពោះរឿងគ្រួសារនិងស្នេហាគឺមានភាពផ្អែមល្ហែមដូចស្រមោចនឹងស្ករឆ្នាំថោះបាទឆ្នាំថោះនោះគឺអស់លោកអ្នកដែលកើតឆ្នាំថោះគឺរាសីថ្ងៃនេះគឺធ្លាក់ចុះបាទលោកអ្នកនឹងមានកង្វល់ច្រើនទៅលើរឿងការងាររកស៊ីនឹងថ្ងៃអនាគតបាទកង្វល់នេះគឺកើតឡើងដោយសារតែអ្នកបាក់ទឹកចិត្តក្នុងការបំពេញភារកិច្ចមិនបានល្អបង្កឲ្យមានការស្ដីបន្ទោសពីចៅហ្វាយនេះហើយបើជាអ្នករកស៊ីអាចនឹងប្រឈមមុខចាញ់បោកគេបាទចំពោះរឿងគ្រួសារនិងស្នេហាអាចនឹងមានពាក្យប្រកែកមាត់ក៏បន្តិចបន្តួចតែមិនបង្កជារឿងធំដុំឡើយឆ្នាំរោងបាទឆ្នាំរោងរាសីថ្ងៃនេះគឺល្អមធ្យមបាទលោកអ្នកនឹងគឺអាចប្រកបការងារឬក៏មុខរបររកស៊ីបានដោយលទ្ធផលល្អគ្រាន់បើដែរគ្រាន់តែហាមទុកចិត្តអ្នកដែលនៅក្បែរខ្លួនដែលមិនមានជាគ្រួសារដីប្រពន្ធខ្លាំងពេកប្រយ័ត្នអស់អង្គច្រកឆ្នាំងបាទដកឃ្លារឿងដើរលេងទីផឹកចូលផ្ទះឲ្យបានមុនថ្ងៃលិចបាទចំពោះរឿងគ្រួសារនិងស្នេហាវិញគឺមានភាពលោកល្អឿនយល់ចិត្តគ្នាទៅវិញទៅមកឆ្នាំម្សាញ់រាសីរបស់លោកអ្នកនៅថ្ងៃនេះគឺល្អបង្គោលបាទបាត់តែថ្ងៃនេះហ្នឹងគឺអស់លោកអ្នកមានអារម្មណ៍ថាហត់នឿយបន្តិចក៏ប៉ុន្តែលទ្ធផលការងារនិងការរកស៊ីរបស់អ្នកគឺទទួលបានជាទីគាប់ចិត្តបាទហើយរាល់ការដើរលេងធ្វើដំណើរទៅជិតឆ្ងាយប្រកបតែសុវត្ថិភាពចំពោះរឿងគ្រួសារនិងស្នេហាវិញគឺមានតែភាពផ្អែមល្ហែមនិងការយល់ចិត្តគ្នាឆ្នាំមមីរាសីថ្ងៃនេះល្អមធ្យមបាទរាល់កិច្ចការងារក៏ដូចជាដំណើររកស៊ីប្រចាំថ្ងៃរបស់អស់លោកអ្នកគឺប្រព្រឹត្តទៅរលូនដូចសក់មួយដងគ្រាន់តែទាមទារឲ្យអ្នកនឹងមានការគិតគូរវែងឆ្ងាយបន្តិចព្រោះហានិភ័យក្នុងការចាញ់បោកគេគឺខ្ពស់ជាងសពថ្ងៃបាទចំពោះរឿងគ្រួសារនិងស្នេហាមិនមានភាពប្រកម្មប្រកោសណាមួយឡើយបាទឆ្នាំមមែថ្ងៃនេះគឺល្អបង្គោលបាទអស់លោកអ្នកនឹងមានអារម្មណ៍ថាល្អប្រសើរព្រោះតែបញ្ហាទាំងប៉ុន្មានដែលកប់នៅក្នុងចិត្តជាយូរមកហើយនោះត្រូវបានដោះស្រាយជាបណ្ដាដោយសារតែមានការជួយជ្រោមជ្រែងពីមិត្តភ័ក្តិនិងសាច់ញាតិបងប្អូនបាទបើជាអ្នកធ្វើដំណើរផ្លូវឆ្ងាយសូមឲ្យមានការប្រុងប្រយ័ត្នបន្តិចបាទជៀសវាងធ្វើដំណើរពេលយប់បាទសម្រាប់រឿងគ្រួសារនិងស្នេហាគឺមានតែការចុះសម្រុងគ្នាមិនមានបញ្ហាអ្វីដែលចោទឡើយឆ្នាំវកថ្ងៃនេះគឺរាសីឡើងខ្ពស់ត្រដែតបាទលោកអ្នកនឹងទទួលបានឱកាសថ្មីទាំងការងារនិងរបររកស៊ីដោយសារតែមានជំនួយពីមនុស្សជិតខ្លួនបាទបញ្ហាទាំងប៉ុន្មាននឹងត្រូវដោះស្រាយជាអន្លើទៅតាមបែបផែននៃរបៀបរបស់អ្នកបាទចំពោះរឿងគ្រួសារនិងស្នេហាមានតែភាពផ្អែមល្ហែមត្រជាក់ត្រជុំដូចទឹកអប់បំពង់ខ្ចីបាទឆ្នាំរកាថ្ងៃនេះគឺឡើងខ្ពស់ត្រដែតបាទលោកអ្នកនឹងទទួលបានពាក្យពោលសរសើរឬរង្វាន់លើកទឹកចិត្តពីចៅហ្វាយនេះបាទបើជាអ្នករកស៊ីនឹងមានអតិថិជនឬលុយកាក់ហូរចូលដូចទឹកបាទចំពោះរឿងគ្រួសារនិងស្នេហាគឺមានតែភាពផ្អែមល្ហែមល្អក្លឿនហើយយល់ចិត្តគ្នាកាន់តែខ្លាំងឡើងឆ្នាំចបាទឆ្នាំចលោកអ្នកដែលកើតឆ្នាំចថ្ងៃនេះគឺរាសីធ្លាក់ចុះបាទលោកអ្នកនឹងអាចជួបគ្រោះថ្នាក់ណាមួយជាយថាហេតុដូច្នេះត្រូវកាត់បន្ថយការសប្បាយខាងក្រៅជាមួយមិត្តភ័ក្តិដាច់ខាតត្រូវចូលផ្ទះមុនថ្ងៃលិចនិងហាមយកខ្លួនបៀតជាមួយនឹងមនុស្សដែលទើបតែស្គាល់គ្នានិងហាមចំណាយលុយកាក់ទៅលើការបណ្ដាក់ទុននិងកក់អ្វីផ្សេងបាទសម្រាប់រឿងគ្រួសារនិងស្នេហាវិញគឺមិនមានបញ្ហារកម្មរកូសអ្វីឡើយបាទឆ្នាំចុងក្រោយគឺឆ្នាំកុលរាសីរបស់លោកអ្នកនៅថ្ងៃនេះគឺឡើងខ្ពស់ត្រដែតបាទ
លោកអ្នកនឹងទទួលបានរង្វាន់លាភសក្ការៈជាឱកាសថ្មីនៅក្នុងវិស័យថ្មីតាមរយៈការណែនាំពីមនុស្សក្បែរខ្លួនបើជាអ្នករកស៊ីនឹងទទួលបានទំនុកចិត្តពីដៃគូនិងអតិថិជនបាទហើយសម្រាប់រឿងគ្រួសារនិងស្នេហាគឺមានតែភាពផ្អែមល្ហែមល្អក់ល្អឺនត្រជាក់ត្រជុំដូចទឹកអប់បំពង់ខ្ចីបាទសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលធ្វើការតាមដានស្ដាប់តាំងពីដើមរហូតមកដល់ចប់សូមចុច Subscribe Channel រួចហើយចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗប្រចាំថ្ងៃចំណែកខ្ញុំសូមអរគុណសូមជម្រាបលា